ថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់អំពីប្រាសាទព្រះវិហារប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំឃុំកន្ទួតស្រុកចុងសាននៅលើជួរភ្នំដងរែកជាប់ព្រំប្រទល់ប្រទេសថៃមានចម្ងាយ108គីឡូពីទីរួមខេត្តព្រះវិហារស្រុកត្បាញមានជ័យតាមផ្លូវលេខ211ខេត្តព្រះវិហារបានបង្កើតឡើងនៅក្នុងឆ្នាំ1964ដោយកាត់ពីខេត្តស្ទឹងត្រែងកំពង់ធំនិងសៀមរាបខេត្តនេះគឺនៅខាងជើងនៃព្រះរាជាណាចក្រកម្ពុជាជាខ្ពង់រាបដែលសម្បូរទៅដោយព្រៃឈើនិងភ្នំនិងស្ទឹងដងអូប្រាសាទព្រះវិហារមានទំហំ800ម៉ែត្រគុណនឹង400ម៉ែត្រស្ថិតនៅលើភ្នំព្រះវិហារដែលមានកម្ពស់625ម៉ែត្រនៅតាមជួរភ្នំដងរែកដោយមានចំណោតខ្លាំងពីផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងរាងទេពីប្រទេសថៃប្រាសាទព្រះវិហារមានច្រកចូល3ទៅកាន់ប្រាសាទច្រកតាមប្រាសាទយើងគឺចូលតាមស្វាយជ្រុំដែលមានផ្លូវចាស់មានកាំជណ្ដើរឡើងទៅកាន់កំពូលភ្នំដងរែកនៃប្រាសាទព្រះវិហារច្រកតាមប្រទេសយើងដដែលគឺផ្លូវគោមួយដែលជាផ្លូវជួសជុលចាក់បេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារដែរបច្ចុប្បន្ននេះប្រជាពលរដ្ឋយើងនៅក្នុងខេត្តក៏ដូចជាអ្នករស់ស៊ីលក់ដូរនៅទីនោះភាគច្រើននាំគ្នាឡើងតាមផ្លូវនេះព្រោះងាយស្រួលក្នុងការធ្វើដំណើរឡើងច្រកចូលតាមប្រទេសថៃដែលភ្ញៀវទេសចរអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះប្រាសាទព្រះវិហារត្រូវបានបារាំងប្រគល់ទៅឲ្យប្រទេសថៃកាន់កាប់នៅឆ្នាំ1954ហើយត្រូវបានប្រគល់មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសារដីកាចុះថ្ងៃទី15ខែមិថុនាឆ្នាំ1962នៅតុលាការអន្តរជាតិនាក្រុងឡៃអេប្រាសាទព្រះវិហារជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រដែលពីដើមមានឈ្មោះថាស្រីសិក្ខារិស្វាហារៈដែលប្រែថាបារមីភ្នំប្រាសាទកសាងឡើងនៅចុងសតវត្សទី9និងដើមសតវត្សទី12ដោយស្ដេច4អង្គគឺព្រះបាទយសាវរ្ម័នទី1គ្រិស្តសករាជ889-910ព្រះអង្គសាងសង់ប្រាសាទកណ្ដាលព្រះបាទយសាវរ្ម័នទី1បានបង្កើតរាជធានីយធបុរៈដែលជាក្សត្រដែលចូលចិត្តសាងសង់ប្រាសាទលើកំពូលភ្នំធម្មជាតិសូវរ្ម័នទី1គ្រិស្តសករាជ1250ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាសាទកណ្ដាលកំផែងព័ទ្ធជុំវិញនឹងគោបុរៈ3តាមសិលាចារឹករបស់ប្រាសាទព្រះបាទសូវរ្ម័នបានរៀបចំពិធីដើម្បីអញ្ជើញទេវៈភទ្រស្វារៈដែលគង់នៅវត្តភូប្រទេសឡាវបច្ចុប្បន្នមកនៅជាមួយនឹងទេពស្រីសិក្ខារីស្វាហារៈដើម្បីជួយការពារនិងថែរក្សាអាណាចក្រខ្មែរនិងប្រជានារីខ្មែរព្រះបាទជ័យវរ្ម័នទី6គ្រិស្តសករាជ1080-1109ព្រះអង្គបានសាងសង់បណ្ណាល័យ2និងជួសជុលផ្នែកមួយនៃចំនួននៃប្រាសាទព្រះបាទសូវរ្ម័នទី2គ្រិស្តសករាជ1113-1150ព្រះអង្គបានសាងសង់ព្រលានដែលមាននាគក្បាល7រូបតោតាមផ្លូវនិងនាគជាច្រើនទៀតទៅតាមជណ្ដើរឡើងព្រះអង្គក៏បានរៀបចំពិធីសម្ពោធប្រាសាទនិងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូបហើយរូបនេះជារូបដែលខ្ញុំបានយកចេញពីអ៊ីនធឺណិតដែលចៅសៀមបានបំផ្លិចបំផ្លាញប្រាសាទព្រះវិហារខ្មែរជាតិដំណំដែលជាបេតិកភណ្ឌពិភពលោកអរគុណសម្រាប់ការតាមដានវីដេអូមួយនេះ